នួការចេញពីកាយប័ត្រជំនួសឬក៏ pay on behalf អញ្ចឹងបើយើងនិយាយពី disbursement បើយើងនិយាយពី pay on behalf តោះតែវិក័យប័ត្រហ្នឹងគាត់ចេញទៅឲ្យអតិថិជនរបស់យើងវិក័យប័ត្រចេញទៅឲ្យអតិថិជនរបស់យើងតែដើម្បីដឹកជញ្ជូនទំនិញហ្នឹងមកដើម្បី clear ទំនិញហ្នឹងបានយើងជា forwarder ឬយើងជា agent យើងទៅ pay on behalf ណាយើង pay on behalf តែបញ្ជាក់ឡើងវិញណាវិក័យប័ត្រត្រូវតែចេញ directly ទៅអតិថិជនរបស់យើងនៅពេលដែលយើង pay on behalf ទៅលើវិក័យប័ត្រហ្នឹងយើងត្រូវតែ issue disbursement note មួយដល់អតិថិជនរបស់យើងដើម្បីទារលុយហ្នឹងមកវិញយើងអត់មានចំណេញទេវិក័យប័ត្រក៏អត់មានចេញមកឈ្មោះយើងដែរប៉ុន្តែដោយសារយើងជា forwarder សំខាន់លើ forwarder ហ្នឹងតែម្ដងដោយសារយើងជា forwarder យើងត្រូវតែដោះស្រាយអាបញ្ហាហ្នឹងយើងត្រូវ pay អាហ្នឹងដើម្បីឲ្យការងារយើងហ្នឹងលឿនអាចដោះស្រាយបានលឿនអញ្ចឹងយើងត្រូវតែ pay ជំនួសហើយយើងចេញវិក័យប័ត្រ disbursement អញ្ចឹងក្នុងន័យនេះពេលដែលយើង pay ជំនួសហ្នឹងអ្វីដែលយើង pay ហ្នឹង amount ដែលយើង pay ហ្នឹងក៏មិនមែនជាចំណាយរបស់យើងដែរត្រឹមត្រូវអូន pay អ្វីដែលយើងចេញ disbursement note ទៅអតិថិជនរបស់យើងដើម្បី collect លុយហ្នឹងឬក៏ fund ហ្នឹងមកវិញក៏មិនមែនជាចំណូលរបស់យើងដែរត្រឹមត្រូវអូនខ្ញុំបងអាចបន្ថែមបន្តិចទៀតដែរប្រសិនបើឧទាហរណ៍ថាយើងជា agent របស់យើងជា exclusive agent របស់ក្រុមហ៊ុនកប៉ាល់នៅក្រៅប្រទេសធម្មតាទេវាមាន collect លុយនៅក្នុងស្រុកខ្មែរដែល